ខ្ញុំឈ្មោះចិនគ្រា10ឆ្នាំមុនខ្ញុំបានឆ្លងភពដោយចៃដន្យខ្លាយជាបុកបរោះចាស់នៃតកូឈិនដែលបរាជ័យក្នុងការដាំដុះនៅក្នុងពិភពដែលអ្នកខ្លាំងត្រូវបានគេគោរពបើតែសញ្ញាណរបស់មនុស្សធម្មតាត្រូវបាននាយទៅដាននោះប្រកាសជាស្លាប់ដើម្បីរូបខ្ញុំគ្មានជំរឿក្រៅពីត្រង់ធ្វើជាបុកបរោះចាស់នោះទេគ្រប់គ្នាពេលដែលឈិនឃ្លៀងកំពុងបិទទ្វារដាំដុះគឺជាឱកាសដ៏ល្អសម្រាប់យើងក្នុងការបំផ្លាញតកូឈិនបំផ្លាញតកូឈិនកំចាត់សុទ្ធវិញ្ញាណការពីព្រលឹងរបស់តកូឈិនទៅរោគផ្លូវសពហើយយើង4នាក់រុំតែគ្នាសម្រាប់សត្វវិញ្ញាណមិត្តដៅទាំងឡាយអនុញ្ញាតឲ្យយើងបំបីតម្រង់ធំរបស់តកូឈិនខ្ញុំអ្នកនេះសូនសានសៃបំផ្លាញតកូឈិនគុំឲ្យសងសំបីតែមន់មួយក្បាលមិនចំត្រូវទេពីមានគុណលូនត្រូវបានសានសំនៅលើពុកកំពុងធ្លាក់ចុះហើយចាស់បាននិយាយតាំងពីយូរយារណាស់មកហើយថានៅលើមេឃមិនមានរឿងធំមិនល្អទេហើយស្លន់ស្លោយ៉ាងនេះតែជាចរិយាមាយាទៅបីមានរឿងអ្វីបានជាភ័យស្លន់ស្លោបរោះចាស់មេដឹកនាំត្រកូលបុរាណទាំង4របស់ឈួនយោលិញជាងបានរួមដៃគ្នាដឹកនាំអ្នកបំផ្លាញព្រលឹងជា20នាក់និងអ្នកជំនាញកម្រិតការពារត្រកូលត្រូវបានបំផ្លាញសត្វវិញ្ញាណការពារត្រកូលត្រូវបានបោះបង់ចោលហើយអ្នកជំនាញកម្រិតបំផ្លាញព្រលឹងទាំងអស់របស់ត្រកូលឈិនបុរាណទាំង4ចង់បំផ្លាញត្រកូលឈិនរបស់យើងហើយដណ្ដើមយកសរសៃវិញ្ញាណដំណោះនិងភ្លានកំត្រកូលទាំង4នេះក្រអិតក្រទំណាស់សូមបុកបរោះចាស់ចេញពីការបិទទ្វារដាំដុះដើម្បីបង្វែរស្ថានភាពសូមបុកបរោះចាស់ចេញពីការបិទទ្វារដាំដុះដើម្បីកម្ចាត់សត្រូវដែលមកឈានទីទាំងអស់មេត្រកូលទាំង4នេះសុទ្ធតែជាហើយថែមទាំងនាំអ្នកបំផ្លាញព្រលឹងច្រើនណាស់មកខ្ញុំជាមនុស្សធម្មតាម្នាក់តើអាចបំបីស្ថានភាពយ៉ាងម៉េចបានឈិនហ្វូណេណាមេត្រកូលកំពុងដឹកនាំអ្នកជំនាញដែលនៅសល់របស់ត្រកូលឈិនប្រយុទ្ធយ៉ាងសាហាវជាមួយចេញពីការបិទទ្វារដាំដុះឲ្យបានលឿនបើយូរសូមបុកបរោះចាស់ចេញពីការបិទទ្វារដាំដុះបើខ្ញុំអាចជួយបានតើខ្ញុំនឹងនៅទីនេះ10ឆ្នាំឬអ្នកគិតថាខ្ញុំមិនចង់ជួយទេត្រកូលឈិនរបស់ខ្ញុំបានជួយជាងរាប់ម៉ឺនឆ្នាំតើត្រកូលទាំង4អាចបំផ្លាញបានយ៉ាងម៉េចទៅផ្លូវសំណាក់គ្រប់ទីរបស់ត្រកូលឈិននៃលឿនឡើង